បាទជំរាបសួរប្រិយមិត្តអរគ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយកអាហារចំនួន3នៅពេលអ្នកគ្នាញ៉ាំទៅវាអាចធ្វើឲ្យតម្រង់នោមរបស់យើងខូចឬក៏មានបញ្ហាអញ្ចឹងចំពោះអាហារយើងដឹងហើយថាសប្តាហ៍ថ្ងៃជំងឺខ្សោយតម្រង់នោមកាន់តែកើនឡើងខ្ពស់ដោយសារតែយើងខ្វះទម្លាប់ទៅជាផឹកទឹកច្រើនខ្វះលំហាត់ប្រាណនិងគេងមិនបានគ្រប់គ្រាន់ដែលបញ្ហាទាំងអស់នេះហើយវាធ្វើឲ្យសុខភាពតម្រង់នោមរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅអញ្ចឹងបើសិនបើយើងអត់បានហាត់ប្រាណឬក៏យើងអត់បានញ៉ាំទឹកគ្រប់គ្រាន់ឬក៏យើងចូលចិត្តញ៉ាំអាហារណាដែលធ្វើឲ្យតម្រង់នោមយើងអត់ល្អអញ្ចឹងរយៈពេលខ្លីវាមិនទាន់ឃើញទេប៉ុន្តែពេលដែលយើងញ៉ាំវារហូតដល់5ឆ្នាំ6ឆ្នាំឬក៏លើសពីហ្នឹងទៅវាអាចធ្វើឲ្យតម្រង់នោមយើងកាន់តែធ្ងន់ធ្ងរឡើងអញ្ចឹងអាហារដែលអ្នកនរគ្នាគួរមិនគួរទេគឺអាហារដែលធ្វើឲ្យសុខភាពតម្រង់នោមយើងមានបញ្ហាឬក៏ធ្ងន់ធ្ងរអញ្ចឹងទី1គឺអាហារទាំងឡាយណាដែលសម្បូរជាតិប្រៃអញ្ចឹងអាហារសម្បូរជាតិប្រៃឬក៏សម្បូរដោយសូដ្យូមអាហារទាំងអស់ហ្នឹងវាច្រើនជាឃាតករលាក់កំបាំងធ្វើឲ្យខូចតម្រង់នោមហើយពេលវាខូចទៅវាអាចធ្វើឲ្យយើងខូចអត់ដឹងខ្លួនអ្នកនរគ្នាអញ្ចឹងបើសិនបើអ្នកនរគ្នាគិតថាអ្នកនរគ្នានៅក្មេងមានសុខភាពល្អចង់ហូបនេះហូបនោះអូខេអញ្ចឹងរយៈពេលខ្លីគឺអត់មានបញ្ហាទេប៉ុន្តែនៅពេលអ្នកនរគ្នាកាន់តែចាស់ទៅវាអាចមានបញ្ហាអញ្ចឹងអាហារប្រៃដែលអ្នកទាំងអស់គ្នាចិត្តញ៉ាំហ្នឹងភាគច្រើនខ្ញុំអាចគិតថាអាចជាសាច់ក្រកត្រីខអាហារផ្អាប់ប្រៃឬមីកញ្ចប់ជាដើមដោយសារតែពួកវាមានជាតិសូដ្យូមខ្ពស់ធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកច្រើនបង្កើនសម្ពាធឈាមដូចជាមូលហេតុធ្វើឲ្យតម្រង់នោមនិងខូចខាតសរសៃឈាមតូចៗរបស់តម្រង់នោមផងដែរអញ្ចឹងអានេះគឺជាអាហារទី1អញ្ចឹងអាហារទី2អ្នកចូលចិត្តញ៉ាំភេសជ្ជៈដែលមានកម្រិតជាតិស្ករខ្ពស់ឬកម្រិតជាតិស្ករអញ្ចឹងចំពោះបញ្ហាមួយនេះដែលវាតែងតែវាបញ្ហាសុខភាពនៅក្នុងនោមជាពិសេសអ្នកនៅក្មេងៗនោះគឺភេសជ្ជៈដែលមានជាតិស្ករខ្ពស់ចំពោះភេសជ្ជៈដែលមានជាតិស្ករខ្ពស់ក៏ធ្វើឲ្យមានជំងឺមហារីកតម្រង់នោមឬខូចតម្រង់នោមបានលឿនទាំងវ័យក្មេងដែលអត់ដឹងខ្លួនផងដែរព្រោះភេសជ្ជៈមានជាតិស្ករច្រើនដូចជាភេសជ្ជៈលើទីផ្សារមានដូចជាទឹកក្រូចកាហ្វេមានជាតិស្ករច្រើននំខេកនិងបង្អែមសម្បូរជាតិស្ករលើសកម្រិតពេលរាងកាយអ្នកលើសជាតិស្ករជ្រុលវាជួយបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមក៏ជាមូលហេតុចម្បងមួយបំផ្លាញតម្រង់នោមរបស់យើងទាំងនៅវ័យក្មេងផងដែរអញ្ចឹងនេះគឺជាអាហារទី2អញ្ចឹងអាហារចុងក្រោយអាចជាភេសជ្ជៈនៃភេសជ្ជៈនេះគឺស្រាបៀរអញ្ចឹងសប្តាហ៍ថ្ងៃមានយុវជនមួយចំនួនចូលចិត្តផឹកស្រាជាច្រើនដែលអត់ដឹងថាផឹកដាច់ឆាប់ខូចតម្រង់នោមទាំងវ័យក្មេងនោះទេតាមវិជ្ជបណ្ឌិតម្នាក់បានលើកឡើងថាមានអ្នកជំងឺលាងឈាមប្រហែលជា 90% ទាំងប្រុសទាំងស្រីព្រោះតែចូលចិត្តផឹកស្រាបៀរច្រើនស្រាបៀរកំប៉ុងនិងជក់បារីអស់ជាច្រើនឆ្នាំពេលផឹកខ្លាំងពេកដល់វ័យរាងកាយចុះខ្សោយផលជំងឺក៏ហុចឲ្យមានដូចជាកាពះថ្លើមពោះវៀនតម្រង់នោមកលៀនក៏ចាប់ផ្ដើមខូចខ្លាំងទៅអញ្ចឹងកុំរវល់តែផឹកស្រាខ្លាំងពេកឆ្លៀតហាត់ប្រាណខ្លះផងដើម្បីបើសុខភាពតម្រង់នោមឲ្យមានសុខភាពល្អអូខេអញ្ចឹងខ្ញុំសង្ឃឹមថាអត្ថបទនេះគឺជាគំនិតមួយសម្រាប់អ្នកនរគ្នាដើម្បីការពារជំងឺតម្រង់នោមរបស់យើងដោយយើងអត់គួរញ៉ាំអាហារទាំង3នេះដែលខ្ញុំបានបកស្រាយខាងលើនេះទេបាទអរគុណជួបគ្នានៅអត្ថបទសុខភាពបន្តទៀត